អូខេសួស្តីបងប្អូនអរគ្នាឥឡូវខ្ញុំមកបង្ហាញបងប្អូនពីរបៀបដកលុយចេញពីគណនី trade របស់យើងទាំងអស់គ្នាណាបងប្អូនបាទជាដំបូងបងប្អូន log in ចូលទៅក្នុងគណនីរបស់បងប្អូនទៅបន្ទាប់ពី log in ហើយយើងចូលមកដល់កន្លែង dashboard យើងឃើញគេដាក់ deposit withdrawal អញ្ចឹងក្នុងការ withdrawal បងប្អូនត្រូវ select លើ internal transfer បន្ទាប់ពី internal transfer យើង select ទៅលើគណនី trade ណាមួយរបស់យើងដែលមានទឹកប្រាក់បន្ទាប់មកទៀតយើងអឺ select wallet ណាព្រោះអីយើងត្រូវការ internal ចូលលុយក្នុង wallet បានអាចដកលុយបានអញ្ចឹងយើងចង់ដកលុយប៉ុណ្ណាយើងបំពេញប៉ុណ្្នឹងទៅដោយឡែកខ្ញុំដកចេញពីគណនី trade គឺ 19500 បាទអញ្ចឹងខ្ញុំបំពេញលុយ 19500 បាទបន្ទាប់ពីបំពេញទឹកប្រាក់រួចរាល់ហើយយើងអាចចុចទៅលើគេថា submit request នេះណាបងប្អូនឃើញ submit request បន្ទាប់ពីចុច submit request ហើយវានឹងចេញពាក្យ confirm ឲ្យយើងបន្ទាប់ពីចេញ confirm បែបនេះហើយមានន័យថាយើងចុច confirm គឺ successful ហើយបន្ទាប់ពី successful ហើយបងប្អូនចូលទៅ trade 3ខាងលើដដែលហើយចុចទៅលើពាក្យថា withdrawal បាទចូលដល់កន្លែង withdrawal បែបនេះមានន័យថាយើងអាច process ទៅកាន់ធនាគាររបស់យើងបានហើយអញ្ចឹងរាល់ធនាគារក្នុងការដកបងប្អូនត្រូវធនាគារត្រូវតែឈ្មោះដូចគណនី trade របស់យើងដែរអញ្ចឹងដោយឡែកគឺខ្ញុំចង់ដកទៅធនាគារ ABA ព្រោះខ្ញុំបានបំពេញព័ត៌មានហើយអញ្ចឹងយើងអាចបំពេញទឹកលុយទៅយើងចង់ដកបានដូចខ្ញុំដក$20000បាទបន្ទាប់ពីដកហើយយើងបំពេញទឹកលុយហើយយើងចុច submit request ណាបងប្អូនទាំងអស់គ្នាបន្ទាប់ពី submit request រួចរាល់យើងវានឹងចុចចេញពាក្យ confirm ហ្នឹងបាទយើងចុចទៅលើពាក្យ confirm ហើយបងប្អូននឹង pending ណាអានេះ pending មានន័យថាក្រុមហ៊ុនកំពុង check ប្រតិបត្តិការយើងហើយអញ្ចឹងបន្ទាប់ពី check ប្រតិបត្តិការយើងរួចរាល់ក្រុមហ៊ុននឹង process បន្ទាប់ពី process យើងនឹងទទួលបានទឹកប្រាក់នៅក្នុងគណនី ABA របស់យើងអញ្ចឹងក្នុងការដកប្រាក់វាចំណាយពេលត្រឹមតែក្រោម1ម៉ោងទេនឹងទទួលបានលុយណាបងប្អូនអរគ្នាអូខេអញ្ចឹងវីដេអូមានប៉ុណ្្នឹងអរគុណច្រើនបងប្អូនអរគុណ